នៅក្នុងប្រវត្តិសាស្ត្រនៃសតវត្សទី20មានបុគ្គលម្នាក់ដែលបានដឹកនាំប្រទេសតែមួយអស់រយៈពេលជាង40ឆ្នាំដែលប្រទេសនោះបានបន្តរក្សានៅទស្សនវិជ្ជានិងការគ្រប់គ្រងយ៉ាងរឹងមាំរហូតមកដល់សព្វថ្ងៃនេះលោកគឺជាស្ថាបនិកនិងជាប្រធានាធិបតីរបស់កូរ៉េខាងជើងគេឈ្មោះរបស់លោកត្រូវបានគេស្គាល់ទូទាំងពិភពលោកថ្ងៃនេះយើងនឹងមកស្វែងយល់អំពីជីវប្រវត្តិនិងការដឹកនាំដ៏មានឥទ្ធិពលរបស់លោកនៅក្នុងប្រទេសកូរ៉េខាងជើងអស់រយៈពេលជាង40ឆ្នាំលោកគីមអ៊ីលសុងបានកើតនៅថ្ងៃទី15ខែមេសាឆ្នាំ1912ក្នុងភូមិមួយដែលបច្ចុប្បន្នស្ថិតនៅកូរ៉េខាងជើងក្នុងវ័យកុមារភាពលោកបានរស់នៅក្នុងអំឡុងពេលដែលកូរ៉េកំពុងស្ថិតនៅក្រោមការត្រួតត្រាយ៉ាងឃោរឃៅរបស់ជប៉ុននៅវ័យជំទង់លោកបានចូលរួមនៅក្នុងចលនាប្រឆាំងរបស់ជប៉ុនយ៉ាងសកម្មលោកបានធ្វើដំណើរទៅប្រទេសចិននិងប្រទេសសូវៀតជាកន្លែងដែលលោកបានទទួលការបណ្ដុះបណ្ដាលផ្នែកយោធានិងមនោគមជាកុម្មុយនីសក្នុងអំឡុងសង្គ្រាមលោកលើកទី2លោកបានដឹកនាំកងទ័ពប្រឆាំងនឹងជប៉ុនក្នុងប្រទេសចិនបន្ទាប់ពីជប៉ុនចាញ់សង្គ្រាមលោកលើកទី2នៅក្នុងឆ្នាំ1945កូរ៉េត្រូវបានបែងចែកជាពីរផ្នែកគឺឧបទ្វីបកូរ៉េខាងជើងស្ថិតនៅក្រោមការគ្រប់គ្រងរបស់សូវៀតនិងឧបទ្វីបកូរ៉េខាងត្បូងស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាមេរិកក្រោមការគាំទ្រពីសូវៀតលោកគីមអ៊ីលសុងបានឡើងកាន់អំណាចនិងបានបង្កើតរដ្ឋកូរ៉េខាងជើងនៅឆ្នាំ1948ដោយលោកបានក្លាយជានាយករដ្ឋមន្ត្រីនៅក្នុងឆ្នាំ1950លោកបានសម្រេចចិត្តបើកការវាយប្រហារទៅលើប្រទេសកូរ៉េខាងត្បូងដោយចាប់ផ្ដើមសង្គ្រាមកូរ៉េចាប់ពីឆ្នាំ1950រហូតដល់ឆ្នាំ1953ទោះបីជាមានការគាំទ្រពីចិននិងសូវៀតក៏ដោយក៏សង្គ្រាមនេះបានបញ្ចប់ដោយការឈានទៅដល់ការបែងចែកឧបទ្វីបជាអចិន្ត្រៃយ៍ដោយមានខ្សែព្រំដែនដែលមិនទាន់បានបង្រួបបង្រួមរហូតមកដល់សព្វថ្ងៃនេះបន្ទាប់ពីបញ្ចប់សង្គ្រាមលោកគីមអ៊ីលសុងក៏បានបន្តពង្រឹងអំណាចរបស់លោកហើយក៏បានបង្កើតនៅទស្សនវិជ្ជាមួយដែលមានឈ្មោះថាជាប់ដែលមានន័យថាភាពជាម្ចាស់នៅលើខ្លួនឯងទស្សនវិជ្ជានេះបានក្លាយទៅជាមូលដ្ឋានគ្រឹះនៃនយោបាយនិងសង្គមកូរ៉េខាងជើងដោយផ្ដោតទៅលើឯករាជ្យភាពនិងពឹងខ្លួនឯងនិងការពីជាតិក្នុងអំឡុងពេលនៃការដឹកនាំរបស់លោកគីមអ៊ីសុងកូរ៉េខាងជើងក៏ធ្វើការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងឆាប់រហ័សនៅក្នុងទសវត្សរ៍ឆ្នាំ1950និងឆ្នាំ1960ដោយផ្ដោតលើវិស័យឧស្សាហកម្មនិងកសិកម្មទោះបីជាយ៉ាងណាការបិទប្រទេសនិងការចំណាយយ៉ាងច្រើនទៅលើវិស័យយោធាក៏បាននាំឲ្យមានបញ្ហាសេដ្ឋកិច្ចជាបន្តបន្ទាប់លោកគីមអ៊ីសុងត្រូវបានគេស្គាល់ថាបានបង្កើតនៅការគោរពបូជាយ៉ាងខ្លាំងក្លាដោយរូបលោកនិងគ្រួសារត្រូវបានលើកដំកើងជាវីរបុរសនិងជាអ្នកដឹកនាំដ៏អស្ចារ្យលោកគីមអ៊ីសុងទទួលមរណភាពនៅក្នុងឆ្នាំ1994ដោយលោកបានដឹកនាំប្រទេសកូរ៉េខាងជើងអស់រយៈពេលជាង40ឆ្នាំទោះបីជាលោកបានស្លាប់ទៅហើយក៏ដោយក៏លោកនៅតែត្រូវបានគេគោរពបូជានិងចាត់ទុកជាប្រធានាធិបតីអស់កាលជានិរន្តរ៍មរតករបស់លោកគឺជាទស្សនវិជ្ជាចចនិងរបបនយោបាយដោយផ្ដោតទៅលើការគ្រប់គ្រងពីកណ្ដាលត្រូវបានអនុវត្តដោយកូនប្រុសរបស់លោកគឺលោកគីមចុងអ៊ីលនិងចៅប្រុសរបស់លោកគឺលោកគីមចុងអ៊ុនឥទ្ធិពលរបស់លោកគីមអ៊ីលសុងនៅតែមានវត្តមានយ៉ាងខ្លាំងនៅក្នុងសង្គមកូរ៉េខាងជើងនិងនៅលើឆាកនយោបាយពិភពលោកគីមអ៊ីលសុងគឺជាមេដឹកនាំដែលបានបន្សល់ទុកនូវសមិទ្ធផលយ៉ាងធំធេងដល់ប្រទេសកូរ៉េខាងជើងនិងពិភពលោកពីអ្នកប្រយុទ្ធប្រឆាំងជប៉ុនរហូតដល់ស្ថាបនិកប្រទេសនិងជាអ្នកបង្កើតទស្សនវិជ្ជាជាប់លោកបានកំណត់អត្តសញ្ញាណនិងដឹកនាំប្រទេសកូរ៉េខាងជើងអស់រយៈពេលជាច្រើនទសវត្សរ៍តើអ្នកទាំងអស់គ្នាយល់ឃើញយ៉ាងណាចំពោះជីវិតនិងការដឹកនាំរបស់លោកគីមអ៊ីសុងសូមចែករំលែកគំនិតរបស់អ្នកនៅខាងក្រោមវីដេអូនេះដូច្នេះវីដេអូនេះគឺខ្ញុំសូមបញ្ចប់ត្រឹមតែប៉ុណ្ណេះហើយយើងនឹងជួបគ្នាជាមួយនឹងការចែករំលែកជីវប្រវត្តិរបស់បុគ្គលល្បីៗបន្តទៀត